តមកទៀតអូនមិញហ្នឹងវារៀននៅណាវារៀនវគ្គច្រើនណាស់វគ្គជោគជ័យហ្នឹងអញ្ចឹងបានវានិយាយថាម៉េចវានិយាយថាអ្នកដឹកនាំមួយណាដែលពូកែនិយាយឲ្យមានការគ្រប់គ្រងអានឹងខ្លួនឯងបាននៅក្នុងតំណែងយូរទៅទៀតវាបដូរជាមួយនឹងរូបមួយដែលឈើមកកណាត់ហ្នឹងឲ្យអ្នកដឹកនាំឈរហើយមកកណាត់ហ្នឹងវាដាក់ទៅក្នុងជ្រោះហើយប្រជាពលរដ្ឋមួយចំនួនឈរមកខាងដល់ទម្ងន់វាស្មើគ្នាអាអ្នកដឹកនាំនេះវាឈរនៅលើឈើនៅចុងជ្រោះហ្នឹងវាអត់ធ្លាក់ទេពីព្រោះវាមានប្រជាពលរដ្ឋឈរនៅចុងឈើមកខាងទៀតកាលណាប្រជាពលរដ្ឋហ្នឹងគាត់លែងគ្រប់គ្រងមានតែគាត់ដើរចេញពីឈើដើរមួយដើរពីរអាហ្នឹងវាបាស់ទៅហើយបង្រៀនខាងជោគជ័យគេថានិយាយយ៉ាងម៉េចដើម្បីឲ្យប្រជាពលរដ្ឋគ្រប់គ្រងខ្លួនអាហ្នឹងឯងដែលខ្ញុំនិយាយថាគេធ្វើយ៉ាងម៉េចក៏ដោយឲ្យតែបានសេចក្តីស្រឡាញ់ពីប្រជាពលរដ្ឋពីព្រោះគេគិតផលប្រយោជន៍ដល់ខ្លួនមកគេព្រះសម្មាសម្ពុទ្ធលោកសម្ដែងនឹងអភ័យរាជកុមារថាម៉េចទេអភ័យរាជកុមារតថាគតស្គាល់ពាក្យណាពាក្យពិតពាក្យណាជាពាក្យមានប្រយោជន៍ទោះបីមិនត្រូវចិត្តអ្នកដទៃក៏ដោយតែដល់កាលតថាគតពោលហើយពីព្រោះវាជាធាតុផ្ដល់សុខដល់អ្នកដទៃស្របតាមឧត្តមគតិរបស់តថាគតមនុស្សអស់អញបងប្អូនអស់អញប៉ុន្តែតថាគតក៏ស្គាល់ពាក្យណាជាពាក្យមិនពិតពាក្យមិនមានប្រយោជន៍ទោះបីជាត្រូវចិត្តអ្នកដទៃក៏ដោយតថាគតមិនពោលទេពីព្រោះវាជាធាតុដល់ទុកដល់អ្នកដទៃមិនស្របតាមឧត្តមគតិរបស់តថាគតទេនយោបាយស្រុកខ្មែរគេធ្វើអញ្ចឹងធ្វើម៉េចឲ្យតែខាបសម្លេងគ្រប់គ្រងពីប្រជាពលរដ្ឋបានគេថានយោបាយធ្វើអញ្ចឹងហើយបើមិនរកការគ្រប់គ្រងយ៉ាងម៉េចយើងរកការគ្រប់គ្រងទៅតាមគំនិតទស្សនៈដែលយើងយល់ថាត្រឹមត្រូវឧទាហរណ៍យើងយល់ថាដើម្បីកសាងប្រទេសត្រូវវាយរាជឲ្យចូលរួមទេបើវាយអញមិនបោះឆ្នោតឲ្យប៉ុន្តែយើងយល់ថាផ្លូវនឹងត្រូវយើងរកការគ្រប់គ្រងគំនិតអភ័យរាជកុមារតថាគតស្គាល់ពាក្យណាពាក្យពិតពាក្យមានប្រយោជន៍មិនត្រូវចិត្តអ្នកដទៃក៏ដោយតថាគតពោលហើយតដល់ការតថាគតពោលហើយពីព្រោះវាជាធាតុដល់សុខដល់អ្នកដទៃស្របតាមឧត្តមគតិរបស់តថាគតតែតថាគតស្គាល់ពាក្យណាមិនពិតមិនមានប្រយោជន៍តថាគតមិនពោលទេទោះបីជាពេញចិត្តអ្នកដទៃក៏ដោយពីព្រោះវាជាធាតុដល់ទុកដល់អ្នកដទៃមិនស្របតាមឧត្តមគតិរបស់តថាគតទេអ្នកអាចធ្វើបែបហ្នឹងបានលុះត្រាតែអ្នកមិនគិតប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្តែទៅរៀនសាលាជោគជ័យហ្នឹងគេបង្រៀនឲ្យគិតប្រយោជន៍ផ្ទាល់ខ្លួនអ្នកឈ្នះគេគឺអ្នកនៅលើកំពូលខ្ពស់ជាងគេបំផុតទៅរៀនមកសាលាមាន500នាក់1000នាក់សិតតែដណ្ដើមខ្ពស់ជាងគេអូវាខ្ពស់ជាងគេ1000នាក់បានអីតែខ្ពស់ជាងគេ1000នាក់វាឡើងខ្ពស់បាត់ហើយអញ្ចឹងបង្រៀនចប់បង្រៀនឡើងវាត្រូវមានអមនុស្សជាន់មនុស្សវាត្រូវមានអមនុស្សខ្ពស់ជាងមនុស្សបង្រៀនឲ្យជាន់គ្នាម៉ែឲ្យអបកាយជាន់ជាងគេពីណាគេគ្រូវានឹងហ្មងកូនសិស្សរៀនទៅពេញថ្នាក់យូរអាគ្រូនឹងមានឡានជិះទៅវាតែអញ្ចឹងហើយអាកូនសិស្សហ្នឹងមកលហាមតាមភូមិតាមស្រុកលក់អាកសែតជោគជ័យខ្ញុំថាអូនណាបើអូនឯងទៅរៀនជោគជ័យអូនឯងមិនដើរលក់កសែតហ្នឹងទេលក់ម៉ានលក់ពី3រៀលចំណេញបាន5កាអូនឯងទៅរៀនជោគជ័យយូរហើយអូនឯងថាល្អអូនឯងបង្រៀនខ្លួនឯងឲ្យឈប់ដើរលក់កសែតសិនទៅបើអូនឯងបង្រៀនខ្លួនឯងឲ្យឈប់ដើរលក់កសែតហ្នឹងបងសរសើរអូនឯងអូនឯងដើរលក់កសែតជោគជ័យអូនឯងក៏មើលខ្លួនឯងសិនទៅរកតែម៉ូតូថ្មីជិះបន្តិចក៏មិនបានផងបង្រៀនវានេះបង្រៀនឲ្យមនុស្សខំគ្នាដដើមគ្នាឡើងខ្ពស់ជាងគ្នាដែលជោគជ័យពិតប្រាកដនោះគឺថាតតាណាខ្ពស់ជាងគេហើយបើកូនសិស្សទៅរៀនមួយវគ្គរាប់ពាន់ហើយទៅដដើមគ្នាជាន់គ្នាសង្គមវាមិនទៅជាស្អីហើយប៉ុន្តែវាត្រូវកលេសរបស់មនុស្សណាពីព្រោះមនុស្សវាចង់ខ្ពស់ជាងគេអញ្ចឹងបានមានឃ្លាមួយគេនិយាយថាម៉េចទេបើពិភពលោកនេះបនបានមនុស្សគ្រប់គ្នានៅក្នុងចិត្តថាអូយមិនដឹងសប្បាយប៉ុណ្ណាទេបើបនបានមានផ្ទះមានឡានមានម៉ូតូស្រួលហ្មងបនបានតែកំណត់របស់អ្នកប្រាជ្ញវិញគេនិយាយថាម៉េចទេបើបនបានពិភពលោកនឹងអាលាយយូរហើយពីព្រោះរស់នៅត្រឹមតែស្មើគេក៏អត់ព្រមផងមនុស្សណាបនឲ្យគេអាលាយអានេះបនអនុអាលាយអានោះបនអនុអាលាយពិភពលោកអាលាយបាត់យូរហើយបើបនបានពិភពលោកអាលាយបាត់យូរហើយពីព្រោះមនុស្សចង់តែលើគេប៉ុន្តែផ្លូវរបស់ព្រះសម្មាសម្ពុទ្ធវិញពេលដែលលោកពលត្រូវបរមត្តសច្ចៈទីបំផុតលោកដឹងថាខ្លួននឹងគឺមានតែដីទឹកភ្លើងខ្យល់ទេពេលនោះលោកវាយប្របាក់វណ្ណៈឈួតលីលាននៅក្នុងសង្គមឥណ្ឌាដែលមនុស្សឈួតបានបង្កើតវណ្ណៈឡើងបង្កើតជាវណ្ណៈ4គេថានេះដីទឹកភ្លើងខ្យល់ដូចគ្នាមែនប៉ុន្តែវណ្ណៈព្រាហ្មណ៍ខ្ពស់វណ្ណៈក្សត្រវណ្ណៈអីចឹងទៅបន្ទាប់គ្នាព្រះសម្មាសម្ពុទ្ធលោកប្រាប់ថាមនុស្សនាំគ្នាគិតអញ្ចឹងមនុស្សឈួតការពិតគ្រប់គ្នាសត្វដីទឹកភ្លើងខ្យល់តើអាណាគ្រាន់ជាងអាណាយើងគិតមើលសត្វដីទឹកភ្លើងខ្យល់ដូចគ្នាដីទឹកភ្លើងខ្យល់មិនប៉ុន្តែកើតមកពីកូនស្ដេចគេខ្ពស់ភ្លាមហ្មងទេមត្រូវហេតុអីបានដឹងថាមនុស្សគិតទៅដូចមិនត្រូវពួកអីកូនស្ដេចក៏ដីទឹកភ្លើងខ្យល់កូនព្រាហ្មណ៍ក៏ដីទឹកភ្លើងខ្យល់អញ្ចឹងមនុស្សថ្លៃថ្នូរខ្ពស់ជាងគ្នានៅត្រង់ណានៅត្រង់តម្លៃក្នុងខ្លួនរបស់មនុស្សគឺថាគេធ្វើជាទីពឹងសម្រាប់ខ្លួនគេផង
នឹងធ្វើជាទីពឹងពិភពលោកកាន់តែធំទៅផងសង្គមណាមួយនោះស្រាប់តែដីទឹកភ្លើងខ្យល់នឹងកើតមានឡើងក្នុងសង្គមនឹងងាប់ធ្វើឲ្យមនុស្សដទៃទៀតទៅរីកចម្រើនងាប់ហើយដីទឹកភ្លើងខ្យល់មួយនឹងក៏អស់ចាមិនអាណាធ្វើមនុស្សយន្តមួយនឹងមកvậyប៉ុន្តែសង្គមខ្មែរអត់ចឹងទេគេបង្រៀនឲ្យមនុស្សជន់ក្បាលគ្នាអាណាជន់ក្បាលគេឡើងខ្ពស់ជាងគេយកទៅសម្ភាសជីវិតជោគជ័យខ្ញុំឃើញថាងាប់សិតតែមនុស្សវិញរកផ្លូវមិនឃើញផងរកផ្លូវសម្រាប់ជីវិតខ្លួនឯងមិនទាំងឃើញផងហើយគេយកមកដាក់ថាជីវិតជោគជ័យងាប់បងប្អូនហើយបងប្អូនគ្រាន់តែដើម្បីរស់ស៊ីបាយតែ3ពេលសោះវាកាប់វាចាក់គ្នាដណ្ដើមគ្នាបានមកកប្លុះគេថាជីវិតវាជោគជ័យខ្ញុំថាជីវិតអ្នកវែងជីវិតត្រឹមត្រូវស៊ីបាយតែ2 3ពេលដេកផ្ទះយើងស្រួលចិត្តងាប់អញ្ចឹងបានរឿងចិនខ្លះគេថាអានោះអស់ចាណាអាស្ដេចមួយនោះអស់ចាណាកូនអាស្ដេចមួយនោះក៏អស់ចាដែរវាគុំតែ20ឆ្នាំតម្រាំតែបានឡើងសោយរាជខ្ញុំថាអាចអាមវែងនោះគ្រាន់តែដើម្បីសោយរាជហើយដើម្បីរស់សង់អីកុំវែងគុំគេ4 10 20ឆ្នាំពិបាកវេទនាពេញខ្លួនអញមើលទៅថាអាចសត្វសាថាអាមវែងសោះហ្នឹងអញថាវាមិនវែងទេវារកផ្លូវមិនឃើញទេចំណែកពួកយើងវិញព្រះពុទ្ធលោកសម្ដែងថាជីវិតសំខាន់បំផុតគឺបច្ច័យ4គ្រាន់តែញ៉ាំងជីវិតឲ្យរស់រួចហើយយកជីវិតទៅប្រើការអីពីព្រោះអីថាលោកពលបរមត្តសច្ចៈទីបំផុតត្រូវថាដីទឹកភ្លើងខ្យល់ដីទឹកភ្លើងខ្យល់គ្មានតម្លៃអ្វីទាំងអស់ប៉ុន្តែនៅពេលដែលដីទឹកភ្លើងខ្យល់មួយនោះផ្គុំគ្នាឡើងបញ្ញាក៏ល្អចិត្តក៏ល្អធ្វើជាទីពឹងសម្រាប់ខ្លួនឯងហើយធ្វើជាទីពឹងសម្រាប់អ្នកដទៃបានទៀតពេលស្លាប់ទៅបន្សល់ច្រើនណាស់នៅលើពិភពលោកដែលជាផលប្រយោជន៍របស់មនុស្សចំនួនក្រោយដោយមេត្តាចិត្តមនុស្សអញ្ចឹងវាអស្ចារ្យហ្មងមើលទៅគឺគុណធម៌ពេញក្នុងខ្លួនរបស់គេហ្មងស្លាប់ស្ដេកស្ដោកដឹងទៅមនុស្សប្រជាតិគ្នាទៅមើលពីណាគេអូជាបុគ្គលបេះដូងមាសកើតនៅលើពិភពលោកនេះគឺថាសុំតែមករស់បច្ច័យ4ញ៉ាំងគ្រាន់តែដើម្បីរស់រួចហើយយកជីវិតទៅធ្វើការអីទៀតមនុស្សដែលអាចធ្វើការបែបហ្នឹងបានលុះត្រាតែមនុស្សអត់រង្គើកញាប់ញ័រនឹងលោកធម៌មនុស្សអត់រង្គើកញាប់ញ័រនឹងលោកធម៌តើមនុស្សស្ដើងអញវាមិនសូវមានអញបើមនុស្សអញហើយមិនងាយកិច្ចរួចពីការញាប់ញ័រជាមួយនឹងលោកធម៌ទេហើយមនុស្សខ្មែរវាអញហ្នឹងអួតអឿជឿចូលហើយតប៉ែមួយទៀតខ្មែរអួតអឿជឿចូលតប៉ែខ្មែរយើងអញ្ចឹងកើតមកវងមករកតម្លៃមិនឃើញ10មិនបានមកយូរដូចក្រូចឆ្មាស្កកអញ្ចឹង10 20មកច្បាច់ទៅមិនទាំងជូរទឹកសឡមួយចានផងវាស្កកអញ្ចឹងណាអញ្ចឹងបានយើងត្រូវបង្រៀនកូនខ្មែរឲ្យកើតមកខ្លឹមហ្មងណាប្រទេសមួយខ្លាំងមិនដែលមានពលរដ្ឋខ្សោយទេពួកយើងចង់កសាងប្រទេសយើងឲ្យទៅជាបែបហ្នឹងឲ្យសមជាម្ចាស់អង្គរឡើងបងប្អូនក្រៅអំពីទឹកចិត្តមនុស្សដែលអាចធ្វើការងារដល់គោលដៅបានក្រៅអំពីទឹកចិត្តវាត្រូវមានទស្សនវិស័យមួយច្បាស់លាស់ប៉ុន្តែគណៈបកគេដទៃទៀតគេនិយាយថាឲ្យតែបងប្អូនរើសបានអ្នកដឹកនាំស្នេហាជាតិសម្គាល់ទៅលើបេះដូងហ្នឹងមានបេះដូងតែម្យ៉ាងមិនគ្រប់គ្រាន់ទេទោះតែមានទស្សនវិស័យទៀតណា Godamia ណាបងប្អូនមិនឃើញគាត់បន្សល់នៅទស្សនវិស័យច្រើនណាស់រហូតទៅដល់ពលរដ្ឋអ៊ីស្រាអែលខ្លាយទៅជាពលរដ្ឋសឹងគ្រប់គ្នាមានទស្សនៈគ្រប់គ្នាហើយខ្មែរយើងគេថាក្រកំណត់ហើយមើលងាយកំណត់ទៀតក្រអីក៏ដោយកូនកុំឲ្យក្រកំណត់ខ្មែរយើងក្រអាកំណត់ហើយមើលងាយកំណត់ទៀតយើងហៅមកស្ដាប់ដើម្បីបានកំណត់គាត់និយាយថាស្ដាប់បានស៊ីអានឹងបង្ហាញពីការមើលងាយកំណត់ហ្នឹងសុខខ្មែរសម្បូរបងប្អូនគ្រូបង្រៀនទស្សនវិជ្ជាប៉ុន្តែអត់មានអ្នកប្រាជ្ញទស្សនវិជ្ជាមួយទេសុខខ្មែរអញ្ចឹងបានដឹកនាំប្រទេសទៅណាទស្សនៈជាផែនទីនាំផ្លូវសកម្មភាពរបស់មនុស្សហើយចុះមើលមនុស្សអត់មានទស្សនៈផងសុខខ្មែរតាំងពីដើមរៀងមករកតែអ្នកស្នេហាចិត្តរកបានផងនៅរកអ្នកដឹកនាំមានទឹកចិត្តស្នេហាជាតិហើយមានទស្សនៈទៀតអ្នកដឹកនាំជាមនុស្សស្នេហាជាតិលុះត្រាតែមនុស្សនឹងស្ដើងអញអត់ជាប់លោកធម៌ទាំង8យ៉ាងប៉ុន្តែមនុស្សខ្មែរយ៉ាងតិចបំផុតក៏ជាប់មុខមាត់ដែរបើថាអញស្នេហាជាតិអាណាស្នេហាជាតិជាងអញស្លាប់ឲ្យចោលសួរចង់ធ្វើអីចង់ធ្វើអ្នកដឹកនាំប្រទេសឲ្យល្បីឲ្យវាបានឈ្មោះអត់ចង់បានលុយបានកាក់ទេបងប្អូនចង់បានអាឈ្មោះចង់បានឈ្មោះក៏មិនបានទេងាប់គេងាប់ឯងមិនបានទេខ្មែរយើងបងប្អូនតាំងពីដើមរៀងមកចលណាខ្មែរយើងមិនដើរទៅមុខរួចរឿងអីតែរឿងអញធំហ្នឹងហេយើងធ្វើគណៈកម្មការនយោបាយគេធ្វើអញ្ចឹងម្លងយើងដូចជាមិនសមអាហ្នឹងអត់តែអញហ្នឹងម្លងទៅឲ្យតការងារហ្នឹងវាទៅមុខពេលខុសកុំហៅអញទៅទទួលខុសត្រូវបើហៅអញទៅទទួលខុសត្រូវឲ្យអញដឹងផងតែប៉ុណ្ណឹងអញមិនមែនខ្លាចហែងម្លងមុខម្លងមាត់អញទេប៉ុន្តែខ្លាចហឹងហែងហៅអញទៅទទួលខុសត្រូវប៉ុន្តែបើកន្លែងខ្លះឯងទទួលខុសត្រូវបានក៏ទៅខ្មែរយើងអត់ទេក្នុងក្រុមមួយបង្កើតមកតាំងពីចំនួនខ្មែរអិសរៈមកបែកគ្នាតែរឿងមុខឲ្យមាត់នឹងហ្មងខ្មែរយើងវាធ្វើអញ្ចឹងមិនតំណងខ្ញុំប្រធានវាធ្វើអញ្ចឹងដាក់ខ្ញុំវាអត់តំណងតែអញ្ចឹងខ្ញុំគណៈកម្មការនយោបាយដែរខ្ញុំគណៈអចិន្ត្រៃយ៍មួយដែរធ្វើអញ្ចឹងវាមិនតំណងជាមួយខ្ញុំជាមួយចេះជាមួយចុះអ
រឿងតូចបដិទ្ធទៅជារឿងធំរាប់ទៅស្អីគេតែមុខហើយមាត់ហ្នឹងអញ្ចឹងបានយួនយកដីបាត់យួនវាឈ្នះអានោះបងប្អូនកម្មាភិបាលយួនវាចង់ធ្វើតេស្តមើលវានៅសុកវាទម្លាក់ចោលហ្មងដើម្បីធ្វើសតិអារម្មណ៍តើបំផ្លាញបាក់អត់តើធ្វើអីបាក់អត់វាទម្លាក់ចោលហ្មងវាមើលសតិអារម្មណ៍បើវាមើលឃើញថាចរិតបុគ្គលនឹងច្រឡោមខាមហើយធ្វើបាបបាក់ហើយគ្រាន់តែប៉ះពាល់អីបន្តិចមិនបានងាប់បើវាឲ្យចូលវិញវាកោបងប្អូនបើឲ្យចូលវិញកោអត់មានត្មងប៉ុន្តែបើខុសដោយអចេតនាអីមួយអានឹងវាដាក់ទណ្ឌកម្មបាក់ដាក់ហ្មងណា6ខែមួយឆ្នាំអត់ឲ្យធ្វើការងារអីទាំងអស់កសាងខ្លួនឡើងវិញមើលសតិអារម្មណ៍ឯងដកចេញពីបាក់ទៅតើខួរក្បាលឯងយ៉ាងម៉េចដើរនិយាយដើមបាក់អត់ឃើញអញ្ចឹងពួកវាណាបើមើលឃើញថាជាអត្តចរិតកែមិនបានដកឯងចេញរហូតហ្មងប៉ុន្តែបើវាខុសដោយអចេតនាណាមួយដាក់ទណ្ឌកម្ម6ខែមួយឆ្នាំសាក់មើលវាយបំបាក់ធំជាងគេបំផុតចលនាបយួនគឺមុខមាត់ហ្នឹងហ្មងអញនិយមហ្នឹងហ្មងហើយខ្មែរយើងអត់ទេតែប៉ះអញហើយប៉ះអាមិនក៏ដោយអាយ៉ាអាយាយអាមិនក៏ដោយអញធ្វើតឈ្នះហ្នឹងអាលាយអាលុតតែអញ្ចឹងខ្មែរយើងតាំងពីដើមមកតាមមុខហើយមាត់ហ្នឹងព្រោះអីព្រោះអញធំហើយអញហ្នឹងគ្មានអាណាគ្រាន់ជាងអាណាទេអញហ្នឹងលោកកធទាំង8ហ្នឹងថាហេខ្ញុំមិនចង់បានលុយទេព្រោះខ្ញុំមានលុយចាយហើយខ្ញុំមានឡានហើយខ្ញុំមានផ្ទះនៅខ្ញុំអត់ចង់បានលុយអត់ចង់បានឡានទេហើយនិយាយហ្នឹងចង់បានអីចង់បានឲ្យគេទៅសារតែហើយអត់ចង់បានអីហ្នឹងអានោះក៏បានដែរអានោះក៏ជាប់ដែរអត់បានទេអាលោកកធងាកជាប់ទៅដំណើរឈ្មោះទៅរកព្រះនិព្វានអញ្ចឹងងាកជាប់ហ្មងមនុស្សស្ដាងលោកកធបងប្អូនមើលពីចង្អាយដឹងហ្មងចុះពីលើឡានមកដឹងហ្មងមនុស្សមិនស្ដាងលោកកធអ្វីបាត់តែវាចុះមកធ្វើសាមញ្ញសាពះប្រជាពលរដ្ឋតែយើងមើលពីចង្អាយទៅឃើញហ្មងអានេះធ្វើទេអានេះអញជាអីអញជាមនុស្សសាមញ្ញអញ្ចឹងហើយឃើញអញជាមនុស្សសាមញ្ញអញ្ចឹងអញហ្នឹងមើលទៅឃើញអញហ្មងអីបងប្អូនណាបង្រៀនយូរទៅខ្ញុំគ្រាន់តែឃើញគេដកលុយពីកាបោកខ្ញុំដឹងថានេះអញដកមកខ្ញុំគ្រាន់មើលឃើញវារាប់លុយមកអញហ្មងអានេះបើវាជិះឡានណាបើវាទឹមទិញឡានខ្ញុំថាអារម្មណ៍មួយនេះដូចទៅណាផុតពីឡានសោះហ่าវាជិះតែអញឃើញដូចវាស្រឡឹងឡានជួនកាលវានិយាយអីប៉ុន្តែកលឹងតាឡានវាទឹមទិញហ្នឹងមនុស្សអញ្ចឹងជាប់អញហ្មងបងប្អូនមនុស្សខ្លាំងបងប្អូនប្រើទូរស័ព្ទប្រើលុយប្រើឡានដូចគេតែអត់ចម្ពាក់ហ្មងបងប្អូនការងារទៅប្រើមិនងាយរកទេណាបងប្អូនមិនងាយរកទេមនុស្សស្ដៅលោកកធមនុស្សស្ដៅលោកកធបងប្អូនត្រូវធ្វើបើមានគេធ្វើឲ្យថយដូចគោដាមៀអញ្ចឹងបងប្អូនអាយុ70រត្រែតដើរដឹកដៃចៅតាមសួនច្បារគាត់សម័យឃើញថាកាលពីគាត់នៅជាកុមារីគេធ្វើបាបណាស់ជនជាតិជ្វីបគាត់នឹកក្នុងចិត្តថាគាត់នឹងបង្កើតទឹកដីមួយឲ្យកុមារីជនជាតិជ្វីបចំនួនក្រោយរស់នៅមិនឲ្យពិបាកដូចគាត់អាយុ70គាត់ធ្វើបានសម្រេចគាត់ដឹកដៃចៅថុកទៅថុកមកនៅតាមសួនច្បារនឹកដល់សេចក្តីសម័យរបស់គាត់ពីអតីតកាលទេកាលអីនាយករដ្ឋមន្ត្រីកំពុងតែនៅក្នុងតំណែងងាប់ភ្លាមហេយាយដាមៀយាយអត់មានអាណាធ្វើនាយករដ្ឋមន្ត្រីទេមកវិញទៅធ្វើឲ្យគេទៅធ្វើឲ្យគេណាត្រូវចូលមនុស្សឈ្នះលោកធម៌ណាបងប្អូនឯងវិញងាប់ហើយបងប្អូនហើយមានតំណែងមានតួនាទីអីតែគេដកបន្តិចនឹងងាប់បាក់ដៃបាក់ជើងបកាច់បកិនមកខ្មែរអញ្ចឹងបងប្អូនខ្មែរឲ្យដឹងអញ្ចឹងបានវាលាយហ្នឹងរកមនុស្សឈ្នះលោកធម៌មិនងាយទេហើយពួកគេមិនដែលបញ្យល់ប្រជាពលរដ្ឋឲ្យយល់ដើម្បីជ្រើសរើសបានអ្នកដឹកនាំអញ្ចឹងទេដឹងឯណាទោះសពិតរាជធម៌10យ៉ាងឯណានៃបងប្អូននឹងនិយាយមិនដឹងជាស្អីដោយអាអូននឹងវាសួរពីរឿងខន្តីមិញមកចាស់ថ្លៃហើយកម្មសខានឹងជាងគេមេអត់ខន្តីបងប្អូននឹងជាស្អីគាត់បញ្យល់អាធម៌10យ៉ាងមិនដឹងជាស្អីអូនហើយរាប់ពីបឋមជនណាគ្មានអាណាមួយទៅអស់ធម៌អកុសលទេបងប្អូនអត់ហ្មងឲ្យតែបឋមជនអត់មានអាណាទៅខន្តីណា 100% អាណាអត់មានអីមានតែព្រះអរហន្តអញ្ចឹងខឹងនៅតែធម្មតាប៉ុន្តែដែលល្អនោះតើខឹងអីខឹងនឹងអំពើអាក្រក់យាយមាក់ខឹងជាងគេបំផុតហ្មងគេមកសម្លាប់កូនចៅយើងហើយបង្កើតក្រុមឃាតករទៅសម្លាប់កូនចៅវាវិញហេយាយមាក់ធ្វើអញ្ចឹងកើតទេធ្វើអញ្ចឹងខុសច្បាប់អូពេលវាសម្លាប់កូនចៅរបស់យើងវាមានសួររកច្បាប់អត់យើងគិតតែពីច្បាប់ហ្នឹងបានអាភិរវកកាន់តែកើតមានឡើងកាលពីមុនឲ្យតែពេលគេសម្លាប់យើងតវ៉ាតាមផ្លូវទូតចុះឡើងទីបំផុតទៅមធ្យោបាយរបស់យើងវាខ្សោយពេកអាភិរវកកាន់តែកើតឡើងឥឡូវអត់ទេវាសម្លាប់យើងបង្កើតក្រុមឃាតករលុកលុយចូលក្នុងប្រទេសវាស្ងាត់ស្លាប់វាវិញឃើញអញ្ចឹងខុសច្បាប់ឲ្យចុះវាស្លាប់យើងវាមានសួររកច្បាប់ដែរបើយើងឡើងតែសួររកច្បាប់អីណាភិរវកម្មលើប្រទេសយើងកាន់តែច្រើនឡើងពីណាទទួលខុសត្រូវខ្ញុំជានាយករដ្ឋមន្ត្រីដែលត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឲ្យធ្វើតាមខ្ញុំទទួលខុសត្រូវនៅលើឆាកអន្តរជាតិផងនៅចំពោះមុខប្រជាពលរដ្ឋផងខ្ញុំអ្នកទទួលខុសត្រូវធ្វើតាមខ្ញុំគាត់ក្តៅគាត់កុហលគាត់កាហាយណាបងប្អូនប៉ុន្តែក្តៅរឿងអីថាក្តៅនឹងអំពើអាក្រក់បឋមជនទាំងឡាយគ្មានអាណាចដាច់កន្លែងទេនៅតែខឹងនៅតែស្អប់ដូចតែគ្នាអញ្ចឹងប៉ុន្តែសួរតែស្អប់អី
อบไอ้เบอร์กำสขาสอบยืงมองสอบเปิลอมองสอบเปิลอลืมหมาในกำสขาพอทอดจนต่างอ้อนเดินแต่เบียนกันเลยขังน้อยเคลียปันตาขังไอ้ขันไตโดยกำสขานี้มีปราหอนมันนึกพอทอดจนต่างอ้อสัตแต่เบียนกันเลยสัตแต่เนยขังเนยสอบเนยสลายปั้นสู้แต่สอบไอ้โดยยัยเมียก็สอบเปิลกระเยิ้มก็โดยเคลียนะพอทอดจนนะสัตแต่เนยกันเลยต่างอ้อขมิ้นไปน้ำมันเนยกันเลยเต้โลกปุยโนทางเจนะก็หมาในบันเจขย่อมเจบานย่อมเอาเจแก่ทาน้องบางคนมันคังเต้มันคังปันปุกในขนมขลุ่นเวียมนามันคังบางคนสตัดตัวสไลด์นึกดังบัดเลยมันเห็นน้ำมันคังให้เมียนไปยาวไอ้ประการการวิธีมวยก่อนเอากี่จีฮะให้ก็ทำไม่ให้ก็ทั้งบางคนไหนย่อมประการการวิธีมวยนี่ม้าดับใบกับอ้อยบางคนไวตัวเบาจานเบานั่งเวียขาดเฉินนั่งมาเจขย่อมเต้ประการรอพอไปยาวจักรยังไงอาณาประกาศการวิธีมือขวัญตกเอากี่เจแบบว่าเจมันคังแก่เธอเลยทำไมอาณามันคังได้ผมชวดเบกเกิดเมื่อใต้ประทอดจนต้องเอาสันจ้องอาคังรวยชายทามันคังอันนั้นตัวจรัสยังไงตัวเทียนนะบางคนสรบมาวิ่งอาเรื่องอากับสารทวนในขนมจัดกันไล่อาเสวียนั่งประทอดจนขมิ้นปีนาดัดเลยปัญหาสำคัญทวงท่าเบียคังปีนาเปรียสมาสัมปทดัดกันไล่อาเมียนทวคันไตมาร้อยเพียร้อยนั่งนะบางคนเปรียเปรียสมาสัมปทคลายแต่เจี๊ยบเปรียระหอนนั่นนะคลายแต่เจี๊ยบเปรียสมาสัมปทท้ายนะการเนื้อเจี๊ยบรมโพธิสัตว์การจับเจี๊ยบบรมโพธิสัตว์งูแม่บันเกบันไอมองบันนูบันสนาก็จะทลายโซ่ทลายไอสมบัติแม่พระสมมาสัมพุทธะกำจัดเกกำจัดไอเธอสตัดจ้ะให้เราไปจงเคยบานไอบานโกซอลสนซ้ำเตยเจี๊ยบพระสมมาสัมพุทธการไปเนื้อเจี๊ยบบรมโพธิสัตว์บันเกบันไอสนซ้ำโกซอลดำไปคลายเตยเจี๊ยบพระสมมาสัมพุทธเยื้องก็โดยเคลียร์ได้บนหนึ่งบาปใจตนานะกำจัดอำเภอเคราะห์นะก็มาเอาไปเงือบมกรุยนะจันบานเตยเจี๊ยบเพียชเนี่ยบานเตยจะมีไอ้นี้ดอกเวียเจ้าเตยขนมสังคมขมายเอากระเตยลางบินอาณากลางอนงชเนี่ยนะบางคนแม่ดังเยื้องเธอละดังชเนี่ยอำเภอเคราะห์สายชเนี่ยฮะอาณากลางอนงชเนี่ยอำเภอเคราะห์กลางเชียงอนงชเนี่ยฮะโดยอันสไตน์ก่อนยัยทำมาเจอันสไตน์ก่อนยัยท้าปีพบโลกนี้มันแม้นไตรบานกำเต็กโดยประพวกมนุษย์เคราะห์ตีปันตาไตรบานกำเต็กโดยโวมนุษย์ละโชว์มือเวียดาการปัดเรื่องมนุษย์ละเถิดเมียนกระตับมาเกิดขนมกาไว้อำเภอเคราะห์บานจะให้มนุษย์ละบ่าวอัดบานบังเป็นตัวนาทีจำนวนละพองเรื่องไอ้หายจำนวนละมันนึกขมายเยื้องจับตกตะกรุนไอ้ละรวดตะกิจจักบ้านสกุลขมายอำเภอเคราะห์ริดดอกดาซับไงอนาเธอละรวมบานนี่นะขนมศรัทธาบันมวยสะเมื่อยังเธอละรวมบานนี่เมื่อตันรถนะเบียบทราย ABC ยัยช่วยเจ็ดเจ็ดบัตรลิงอนาเธอละมันบานเต้นในขนมวัดของไอ้เธอบานเต้เอาแต่ละเจ็ดเอาฮาลิงเราไว้บานเต้ในกระไรนาก็ในกระไรนาได้หากไอ้บานเต้จริงจังหามอกปีเยื้องอนุกรัวเอาอำเภอเคราะห์จานปี